កាលពីព្រៃនាយមានស្ដេចថ្មាតមួយមានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សពឃើញថាបានចាប់ស្ដេចដំរីសយកមកស៊ីជាអាហារលុះភ្ញាក់ឡើងក៏ប្រើពួកពលឲ្យហើទៅហៅស្ដេចដំរីសពួកសេនារាពលក៏ហើសម្ដៅទៅលំនៅនៃស្ដេចដំរីសនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សប្តាហ៍បានស៊ីសាច់បងដំរីឯងដំរីឮដូច្នោះក៏ភ័យញាប់ញ័រកាត់ឧបមាយំបណ្ដើលាប្រពន្ធកូននិងពលសេនាបណ្ដាដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយក៏សួរទៅស្ដេចដំរីថាបងដំរីទៅណាមុនណាក៏រលាស់រលាងថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអូបងសុភាអើយស្ដេចថ្មាតគេយល់សពឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទន្សាយឆ្លើយថាយីបងដំរីរូបពុនបងឯងម្រិតក៏សុខចិត្តទៅឲ្យអាសត្វថ្មាតស៊ីទទេយ៉ាងនេះចាំខ្ញុំទៅជួយដោះទុកបងឯងឲ្យរួចរស់បានស្ដេចដំរីបានឮទន្សាយថាដូច្នោះមានចិត្តត្រេកអរណាស់ក៏ហាយទន្សាយឡើងជីកលើខ្នងខ្លួនដើរសំដាយទៅលំនៅស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតញញឹមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សប្តិឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធ្វើពុតជាដេកលក់នៅលើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទន្សាយថាណែបងសុភាមកដេកអីលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទន្សាយឆ្លើយថាឈប់កុំអាសិនបងនិយាយជាមួយដំរីដោយម្ដេចខ្លះអំបញ្ញម៉ឹងយើងមិនបានស្ដាប់ព្រោះរវល់តែងងុយដេកពេកស្ដេចថ្មាតឆ្លើយថាយើងយល់សពឃើញថាស៊ីសាច់ដំរីសទន្សាយថាមែនហើយអំបញ្ញម៉ឹងខ្ញុំដេកលក់មួយភាំងយល់សពថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយីបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនឲ្យការយល់សពរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខៀងមិនឲ្យបងថ្មាតស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយច័ន្ទកលឧបាយសុភាទន្សាយដំរីសក៏វិលទៅលំនៅខ្លួនវិញទៅទន្សាយក៏បោលចូលព្រៃបាត់ដែរ